តាមថានឹងមានការសម្រេចចិត្តចុងក្រោយជាមួយអ៊ីរ៉ង់និងទាមទារឲ្យបើកច្រកសមុទ្រហូម៉ូឡើងវិញជាបន្ទាន់សួស្តីបងប្អូនទាំងគ្នាដំណើរនឹងបងប្អូនទៅតាមដាននៅព័ត៌មានប្រចាំថ្ងៃ Washington ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងកាលពីល្ងាចថ្ងៃសុក្រថាលោកនឹងសម្រេចចិត្តឆាប់ៗខាងមុខនេះលើកិច្ចព្រមព្រៀងដែលបានស្នើឡើងដើម្បីពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយលោកនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់នៅក្នុងបន្ទប់សុវត្ថិភាពមួយនៅសេតវិមានដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើសំណើនេះដែលនឹងពង្រីកបទឈប់បាញ់នៅដើមខែមេសារយៈពេល60ថ្ងៃទៀតដោយនេះនឹងផ្ដល់ពេលវេលាដល់អ្នកចរចាដើម្បីបង្កើតការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ Washington ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងកាលពីល្ងាចថ្ងៃសុក្រថាលោកនឹងសម្រេចចិត្តឆាប់ៗខាងមុខនេះលើកិច្ចព្រមព្រៀងដែលបានស្នើឡើងដើម្បីពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយលោកនឹងជួបគ្នាជាមួយមន្ត្រីជាន់ខ្ពស់នៅក្នុងបន្ទប់សុវត្ថិភាពមួយនៅសេតវិមានដើម្បីធ្វើការសម្រេចចិត្តចុងក្រោយលើសំណើនេះដែលនឹងពង្រីកបទឈប់បាញ់នៅដើមខែមេសារយៈពេល60ថ្ងៃទៀតដោយនេះនឹងផ្ដល់ពេលវេលាដល់អ្នកចរចាដើម្បីបង្កើតការបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍បើតាមមន្ត្រីសេតវិមានម្នាក់បានប្រាប់ថាកិច្ចប្រជុំនៅក្នុងបន្ទប់ស្ថានភាពមានរយៈពេលប្រមាណជា2ម៉ោងប៉ុន្តែមន្ត្រីលោកនេះមិនបានបញ្ជាក់ថាលោក Donald Trump បានធ្វើការសម្រេចចិត្តឬអត់នោះទេដោយលោកប្រធានាធិបតី Trump នឹងធ្វើកិច្ចព្រមព្រៀងដែលល្អសម្រាប់អាមេរិកនិងបំពេញតាមបន្ទាត់ក្រហមរបស់លោកដែលបានដាក់ចេញទៅកាន់អ៊ីរ៉ង់អ៊ីស្រាអែលប្រកាសផ្តាច់ទំនាក់ទំនងជាមួយអគ្គលេខាធិការ UN ក្រោយត្រូវដាក់បញ្ចូលក្នុងបញ្ជីខ្មៅអំពើហិង្សានៃសង្គ្រាមអ៊ីស្រាអែលអង្គការសហប្រជាជាតិ UN បានសម្រេចបញ្ចូលប្រទេសអ៊ីស្រាអែលទៅក្នុងបញ្ជីខ្មៅនៃអំពើហិង្សាផ្លូវភេទនៅក្នុងតំបន់ជម្លោះវិធានការនេះបានជំរុញឲ្យភាគីអ៊ីស្រាអែលប្រកាសផ្តាច់ទំនាក់ទំនងភ្លាមៗជាមួយលោកអាណូទីណយកេឈើអគ្គលេខាធិការ UN នេះបើតាមការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីថ្ងៃព្រហស្បតិ៍លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំ UN បានថ្លែងយ៉ាងដាច់អហង្ការថាយើងអស់ការត្រូវនិយាយជាមួយអគ្គលេខាធិការរូបនេះហើយបេសកកម្មទូតអ៊ីស្រាអែលប្រចាំ UN ក៏បានប្រកាសដែរថាខ្លួននឹងមិនធ្វើការតាក់ទងជាមួយការិយាល័យអគ្គលេខាធិការឡើយដរាបណាលោក Kesher នៅតែបន្តកាន់តំណែងជាប្រមុខដឹកនាំចំណែកឯក្រសួងការបរទេសអ៊ីស្រាអែលវិញបានរិះគន់ការសម្រេចចិត្តនេះថាជារឿងគួរឲ្យអាម៉ាស់និងមិនសមហេតុផលព្រមទាំងបានចោទប្រកាន់ UN ថាជាស្ថាប័នពុករលួយនិងលំអៀងខាងនយោបាយដែលតែងតែផ្ដោតគោលដៅវាយប្រហារលើប្រទេសអ៊ីស្រាអែលលោក Danon បានបន្ថែមថាការចោទប្រកាន់ថាអ៊ីស្រាអែលប្រើប្រាស់អំពើហិង្សាផ្លូវភេទជាអាវុធក្នុងសង្គ្រាមគឺជាការសម្រេចចិត្តដ៏ខុសខើនិងអយុត្តិធម៌បំផុតលោកបានរិះគន់ចំទៅលើអគ្គលេខាធិការនិងក្រុមការងារថាបន្តការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងអ៊ីស្រាអែលហើយការដាក់ប្រទេសអ៊ីស្រាអែលឲ្យស្ថិតនៅក្នុងបញ្ជីខ្មៅតែមួយជាមួយក្រុមហាម៉ាស់គឺជារឿងដែលមិនអាចទទួលយកបានជាដាច់ខាតជាការឆ្លើយតបលោកស្រី Rami Salem អ្នករាយការណ៍ពិសេសរបស់អង្គការ UN ស្ដីពីអំពើហិង្សាលើស្ត្រីនិងកុមារបានលើកឡើងថាវិធានការនេះគឺជារឿងដែលហួសពេកយូរមកហើយលោកស្រីបានសម្ដែងការខកចិត្តចំពោះការយឺតយ៉ាវកន្លងមកដោយហេតុថាមានភស្តុតាងជាច្រើនដែលត្រូវបានកត់ត្រានិងផ្ទៀងផ្ទាត់ដោយឯករាជ្យជំវិញការប្រើអំពើហិង្សាផ្លូវភេទជាប្រព័ន្ធនៅក្នុងទម្រង់ទ្រង់ទ្រាយធំនិងគួរឲ្យរន្ធត់ដោយភាគីអ៊ីស្រាអែលទៅលើស្ត្រីបារ៉ុកនិងកុមារប៉ាឡេស្ទីនការព្រហ្មទណ្ឌអន្តរជាតិនឹងបើកសវនាការលើលោកដូណាតេនៅថ្ងៃទី30ខែវិច្ឆិកាក្នុងសំណុំរឿងអ ុក្រិដ្ឋកម្មគ្រឿងញៀនឡាអេ
តុលាការទណ្ឌកម្មអន្តរជាតិ ICC សម្រាប់កំណត់ពេលបើកសវនកម្មប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីនគឺលោកដូណាតេនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2026ខាងមុខនេះក្នុងសំណុំរឿងលើសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោកក្នុងអំឡុងពេលលោកកាន់អំណាចជាប្រធានាធិបតីចន្លោះឆ្នាំ2016ដល់ឆ្នាំ2022ដោយក្នុងអំណាចរបស់លោកនោះលោកបានបោសសម្អាតគ្រឿងញៀននិងសម្លាប់មនុស្សប្រមាណជា12000 នាក់រហូតដល់បច្ចុប្បន្នដែលភាគច្រើនជាជនក្រីក្រនៅទីក្រុងហើយក៏មានការសម្លាប់ចំនួន2555 នាក់ស្ថិតក្រោមស្នាដៃរបស់ប៉ូលីសហ្វីលីពីនយោងទៅតាមសេចក្តីប្រកាសរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ការបរិច្ឆេទត្រូវបានកំណត់ដោយអង្គជំនុំជម្រះបន្ទាប់ពីសន្និសីទស្ថានភាពស្ដីពីបញ្ហានេះនិងបញ្ហាផ្សេងទៀតទាក់ទងនឹងការរៀបចំសវនកម្មលើសំណុំរឿងរបស់លោកដូណាតេតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានបន្ថែមថាមុនពេលចាប់ផ្ដើមសវនកម្មជំរះអង្គជំនុំជម្រះនឹងដោះស្រាយបញ្ហាដែលមិនទាន់សម្រេចទាំងអស់និងអនុម័តនីតិវិធីចាំបាច់ដើម្បីធានាបាននៅការប្រព្រឹត្តទៅដោយយុត្តិធម៌និងរហ័សនៃដំណើរការសវនកម្មគួរកត់សម្គាល់ផងដែរថាលោកដូណាតេបានបើកការជាប្រធានាធិបតីហ្វីលីពីនឆ្នាំ2016ដល់ឆ្នាំ2022លោកត្រូវបានចាប់ខ្លួននិងបញ្ជូនទៅឃុំនៅតុលាការ ICC ក្នុងខែមីនាឆ្នាំ2025ក្រោមដោយការចាប់ខ្លួនតាក់ទងទៅនឹងយុទ្ធនាការប្រឆាំងគ្រឿងញៀនដោយចម្រុងចម្រាស់របស់លោកដែលជាសកម្មភាពមួយដែលលោកបានជំទាស់ទៅនឹងការចោទប្រកាន់របស់តុលាការការបង្ហាញខ្លួនលើកដំបូងរបស់លោកនៅចំពោះមុខតុលាការបានធ្វើឡើងនៅថ្ងៃទី14ខែមីនាឆ្នាំ2025នៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025តុលាការ ICC បានបដិសេធបណ្ដឹងឧទ្ធរណ៍ដែលស្វែងរកការដោះលែងដោយផ្អែកលើអាយុនិងសុខភាពធ្លាក់ចុះដែលមេធាវីលោកស្នើទៅកាន់តុលាការអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅគុយវ៉េតអេមីរ៉ាតអារ៉ាប់រួមយោធាគុយវ៉េតបានប្រកាសនៅថ្ងៃប្រហ័ស28ខែឧសភានេះថាខ្លួនបានប្រឈមនឹងការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់គុយវ៉េតបានថាប្រព័ន្ធដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលដែលបានបាញ់ចេញពីទីតាំងមិនស្គាល់អត្តសញ្ញាណដោយមានការផ្ទុះបានលឺជាប់គ្នាក្រោយពីប្រព័ន្ធដែនអាកាសរបស់ខ្លួនបាញ់គ្រោះនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហាញថានៅលើទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tanish កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បាននិយាយថាខ្លួនបានវាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកមួយបន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកត្រូវបានធ្វើឡើងនៅខាងក្រៅអាកាសយានដ្ឋាន Badr Abdah គួរកត់សម្គាល់ផងដែរថាយោធាអាមេរិកបានធ្វើការវាយប្រហារថ្មីម្ដងទៀតលើអ៊ីរ៉ង់ដោយកំណត់យកគោលដៅទីតាំងយោធាមួយក្នុងទីក្រុង Badr Abdah ដែលជាទីក្រុងកំពែងផែងយុទ្ធសាស្ត្រមួយដ៏សំខាន់របស់អ៊ីរ៉ង់បញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់មួយចំនួន4គ្រឿងដែលហោះនិងបង្កការគំរាមកំហែងនៅជុំវិញច្រកសមុទ្រហូម៉ូដែរអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់ក្រោយកិច្ចព្រមព្រៀងជប់គៀងអាមេរិកយោធាអាមេរិកបានធ្វើការវាយប្រហារសារជាថ្មីម្ដងទៀតទៅលើអ៊ីរ៉ង់ដោយកំណត់គោលដៅទីតាំងយោធាមួយក្នុងទីក្រុងអាល់បាដាដែលជាទីក្រុងកំពុងផែយុទ្ធសាស្ត្រមួយដ៏សំខាន់របស់អ៊ីរ៉ង់ផ្អែកតាមបញ្ជាការដ្ឋានកណ្ដាលសហរដ្ឋអាមេរិកបានបញ្ជាក់ថាកងកម្លាំងរបស់ខ្លួនក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ចំនួន4គ្រឿងដែលហោះនិងបង្កការគំរាមកំហែងជុំវិញច្រកសមុទ្រហូម៉ូដែរសិនធំអះអាងទៀតថាសហរដ្ឋអាមេរិកបានកំណត់គោលដៅស្ថានីយ៍ត្រួតពិនិត្យរបស់អ៊ីរ៉ង់មួយក្នុងទីក្រុងបាដាអាដែលហៀបនឹងបាញ់យន្តហោះ
គ្មានមនុស្សបើកទី5ចេញពីកន្លែងបញ្ហាទីបញ្ជាការដ្ឋានកណ្ដាលអាមេរិកបានចាត់ទុកការវិប្រហារថ្មីនេះថាជាវិធានការការពារសត្វសាទនិងមានបំណងរក្សាបទច្បាប់បាញ់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាអ៊ីរ៉ង់កំពុងចរចាលើផ្សែងដោយទទូចថាយុទ្ធសាស្ត្រសង្គ្រាមរបស់លោកនឹងមិនរងផលប៉ះពាល់ដោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិរបស់សហរដ្ឋអាមេរិកនៅខែវិច្ឆិកាទេលោកប្រធានាធិបតីសហរដ្ឋអាមេរិកបានគម្រាមទៀតថានឹងធ្វើយុទ្ធនាការទម្លាក់គ្រាប់បែកជាទ្រង់ទ្រាយធំប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមតាមលក្ខខណ្ឌរបស់លោកថាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ត្រូវបានចរចាជាចម្បងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃពុធក្នុងលទ្ធផលនោះសហរដ្ឋអាមេរិកនឹងមិនពេញចិត្តនោះទេ